Ladies and gentlemen. ប្រកាសនៅសម័យចេនឡាក្នុងសម័យចេនឡាបានសេចក្តីថាអ្នកដែលបានកសាងរមណីយដ្ឋានសម្បូរព្រៃគុកឲ្យមុនគេគឺព្រះបាទមហេន្ទ្រវរ្ម័នបន្ទាប់មកទៀតគឺព្រះបាទអិសនវរ្ម័នទី1មហេន្ទ្រវរ្ម័នក្នុងរជ្ជកាលរបស់ព្រះអង្គគឺចាប់ពីឆ្នាំ600ដល់616ឯអេសនវរ្ម័នចាប់ពី616ដល់635តែក្រុមកណ្ដាលនឹងអត់មានតកតងនឹងដាច់សម័យចេនឡាទេក្រុមកណ្ដាលចង់និយាយតែប្រាសាទតោមួយប្រាសាទដតីទៀតបានតកតងបាននៅក្នុងសម័យសតវត្សទី7ហើយនឹងទី8សតវត្សទី7ចង់និយាយចុងសតវត្សទី7ហើយនឹងក្នុងសតវត្សទី8បាទប្រាសាទទាំងអស់នៅក្រុមកណ្ដាលលើកលែងតែប្រាសាទមួយគត់តែបានហើយពីព្រោះក្រុមកណ្ដាលនឹងតាមការសិក្សាពីចំនួនប្រាសាទបាទគឺក្រុមកណ្ដាលមានចំនួន42ប្រាសាទឥតបាទតែក្នុងចំណោមប្រាសាទទាំង42ហ្នឹងមានតែមួយគត់ដែលជាប្រាសាទក្នុងដើមសតវត្សទី9គឺប្រាសាទតោដែលយើងបានឃើញហ្នឹងឲ្យផុតពីហ្នឹងសុទ្ធតែប្រាសាទនៅក្នុងសម័យចេនឡាទាំងអស់បាទហ្នឹងគឺសុទ្ធតែប្រាសាទនៅក្នុងចុងសតវត្សទី7ចុងសតវត្សទី8ទាំងអស់ឯប្រាសាទតោនេះគឺជាប្រាសាទដែលជារម័នទី2ព្រះអង្គបានកសាងដើម្បីតម្កល់សីវលឹង្គទ្រង់ព្រះនាមស្រីកੰភិរេស្វរៈបាទស្រីកੰភិរេស្វរៈគឺជាព្រះសិវៈដែលប្រកបដោយអំណាចអមតៈទាំង9ប្រការគេអាចហៅព្រះអង្គថាស្ដេចភ្នំមេរុបាទនេះឯចម្លាក់តោនេះជាចម្លាក់សិល្បៈរបស់ឥណ្ឌូនេស៊ីពីព្រោះកាលពីឆ្នាំ787ព្រះបាទជ័យវរ្ម័នទី2បានត្រូវជ្វាកណ្ដាលរាជវង្សសៃឡេនដ្រាបានឮសូរពាក្យប្រមាថរបស់ស្ដេចនៅសម្ភុបុរៈបានប្រមាថថាចង់ឃើញក្បាលស្ដេចជ្វាកណ្ដាលកាត់ដាក់លើថាសយកមកថ្វាយព្រះអង្គទតកំសាន្តហើយពាក្យប្រមាថទាំងអស់នេះវាឮតាមឈ្មោះសំពៅនឹងនាំទៅប្រាប់ស្ដេចជ្វាកណ្ដាលគឺកន្លែងសាវ៉ាសង្ត្រាលនៅជ្វាកណ្ដាលហ្នឹងសប្តាហ៍ថ្ងៃគេហៅជោគចាកតាបាទជ្វាកណ្ដាលមានអ្នកស្រុកខ្លះនៅចេះនិយាយភាសាខ្មែរយើងបាទសុទ្ធតែអ្នកស្រុកដែលចេញអំពីនគរភ្នំទីខ្លួនដោយសង្គ្រាមចាញ់ចេនឡាទៅនៅនឹងទាំងអស់បាទស្ដេចជាកណ្ដាលនេះបានសេចក្តីថាគឺជាស្ដេចអតីតរបស់នគរភ្នំដែលបានចាញ់សង្គ្រាមនគរចេនឡាភៀសព្រះអង្គទៅនៅស្រុកជ្វាកណ្ដាលហ្នឹងជ្វាកណ្ដាលដឹងថាសុទ្ធតែពូជពងរាជវង្សនគរភ្នំក៏តែងតាំងឲ្យឡើងគ្រងរាជគឺនៅតំបន់ជ្វាកណ្ដាលនោះទៅសប្តាហ៍ថ្ងៃគឺជោគចាកតាដល់តែនៅជ្វាកណ្ដាលហ្នឹងទៅបង្កើតរាជវង្សមួយឈ្មោះថាសៃឡេនដ្រាហើយកសាងរាជធានីមួយគេហៅថាសាបាករាជធានីសាបាកគឺនៅឯជ្វាកណ្ដាលនោះគឺជារាជធានីរបស់អតីតបាទស្ដេចនគរភ្នំដែលភៀសខ្លួនចាញ់សង្គ្រាមចេនឡានោះបាទនៅក្នុងពាក់កណ្ដាលសតវត្សទី6គឺឆ្នាំ550បាទដល់ទៅនៅទៅចុងក្រោយមកបានពង្រីកអំណាចខ្លួនឯងខ្លាយទៅជាស្ដេចចក្រពត្តិត្រាធិរាជលើដែនសមុទ្រទាំងអស់គ្រប់គ្រងទាំងពិភពឥណ្ឌូនេស៊ីទាំងពិភពម៉ាឡេស៊ីទាំងអស់បាទហើយនៅតែតាំងខ្លួនឯងថាជាស្ដេចភ្នំទៀតព្រមងាហ្នឹងសៃឡេនដ្រាមានន័យថាស្ដេចភ្នំម្លោះហើយដល់តែលឺសូរមហាក្សត្របាទនៃរដ្ឋបុរីសម្ភុបុរៈដែលជាមហាក្សត្រចេនឡាទឹកលិចអតីតនគរភ្នំនឹងប្រមាថបាទពួកឯងដែលជាបុព្វបុរសរបស់នគរភ្នំនោះបាទក្តៅក្រហាយហ្នឹងលើកទ័ពចូលមកដុតក្រុងសម្ភុបុរៈនៅខេត្តកញ្ចេះហ្នឹងហើយចាប់ព្រះបាទមហេបតិវរ្ម័ននឹងកាត់សេរសានាំទៅកាន់ស្រុកជ្វាកណ្ដាលពេលនោះរឿងនឹងកើតឡើងនៅឆ្នាំ787ចុងសតវត្សទី8បានចាប់គៀពញាតវង្សសានវង្សចេញអំពីចេនឡាទឹកលិចហ្នឹងពីព្រោះកាលនោះចេនឡាទឹកលិចបានបែកបាក់មួយជាន់ទៀតបែកបាក់ពីរជាន់
បែកបាក់ក្នុងរាជគីទេវីឆ្នាំ713បន្ទាប់ពីឆ្នាំ713បែកបាក់ទៅជារដ្ឋបុរីប្រមាណ5ទៅគេស្គាល់រដ្ឋបុរី2ក្នុងប្រវត្តិសាស្ត្រដែលជាប់ពាក់ព័ន្ធនិងប្រវត្តិសាស្ត្រអង្គរគឺរដ្ឋបុរីអនិន្ទតបុរៈខេត្តសៀមរាបទាំងមូលហ្នឹងហើយនឹងរដ្ឋបុរីសម្ភុបុរៈគឺខេត្តក្រចេះស្រុកសំបូរហើយខេត្តពីបានដីរដ្ឋបុរីទាំងពីរហ្នឹងជាបងប្អូនបង្កើតនឹងគ្នាឪពុករបស់ជ័យរ៉ូម៉ាន់ទី2សោយរាជនៃរដ្ឋបុរីអនិន្ទតបុរៈទ្រង់ព្រះនាមព្រះបាទរាជកេន្ទ្រវរ្ម័នទី1ព្រះមេតាទ្រង់ព្រះនាមព្រះនាងរាជកេន្ទ្រទេវីឯបងប្រុសរបស់លោកទៅសោយរាជនៅរដ្ឋបុរីសម្ភុបុរៈបាទទ្រង់ព្រះនាមព្រះបាទមហីបតិវរ្ម័នដល់ប្រមាថចឹងទៅវាកណ្ដាលលើកតបមកហើយចាប់ស្ដេចអង្គហ្នឹងកាត់យកក្បាលទៅហើយគៀពញាតវង្សសានវង្សនៅក្នុងទឹកដីកេនឡាទឹកលិចនឹងទាំងអស់ក្នុងនោះគៀពញាតវង្សសានវង្សទៅមានដោយទាំងគេប្រមាណទី2ទៅការនោះព្រះអង្គទៅបញ្ជូនបាន17ព្រះវស្សាដល់នាំទៅកាន់ស្រុកគៀកណ្ដាលមានស្លាប់អីទេប្រាប់ថាស្ដេចដែលនៅទឹកដីគៀកណ្ដាលជាស្ដេចរាជវង្សសៃលេន្ទ្រៈនេះគឺជាអតីតរាជវង្សស្ដេចនគរភ្នំទាំងអស់យើងសុទ្ធតែនៅក្នុងខ្សែស្រឡាយសន្តតិវង្សនគរភ្នំទាំងអស់ទៅថ្ងៃមុខកុំឲ្យមើងងាយមកពាក់បរោះខ្លួនឯងណែនាំឲ្យបង្ហាត់បង្រៀនជ័យរ៉ូម៉ាន់ទី2នេះជ្រើសជ័យរ៉ូម៉ាន់ទី2ឲ្យទទួលការសិក្សាអប់រំបណ្ដុះបណ្ដាលរយៈពេល3ឆ្នាំដល់បញ្ជូនគ្រប់20ព្រះវស្សានៅឆ្នាំ790ទ្រង់បានយាងចេញអំពីទ្វារកណ្ដាលចូលមកបង្រួមកេនឡាទឹកលិចដែលរដ្ឋបុរីទាំង5ហ្នឹងឲ្យរួមបញ្ចូលគ្នាកុំឲ្យបែកបាក់គ្នាចំណែកឯកេនឡាដីគោកអតីតកេនឡាដើមពេលនោះអត់មានព្រះមហាក្សត្រសោយរាជតែជាទឹកដីដែលមានអំណាចដោយអតិទេពនេះជាមន្ទី2លោកទៅបង្រួមទឹកដីនោះដើម្បីឲ្យមករួបរวมជាមួយនឹងទឹកដីកេនឡាទឹកលិចវិញខាងនោះអត់មានស្ដេចដល់ដឹងថាជាមន្ទី2ជាស្ដេចជាស្ដេចផែនដីសោយរាជនៃរដ្ឋបុរីអនិន្ទតបុរៈក៏ព្រមចុះចូលទៅនៅឆ្នាំ802បានបង្កើតអាណាចក្រអង្គរនោះឡើងគឺប្រកាសនៅលើភ្នំគូលែននឹងរាជធានីមហេន្ទ្របុរៈនេះម្លោះហើយព្រះបាទជ័យវរ្ម័នទី2នេះលោកត្រូវយកបានមកយកចិត្តទុកដាក់យកចិត្តទុកដាក់នៅកំពង់ធំនេះត្រង់សម្បូរព្រៃគុកនេះក្នុងរញ្ញការរបស់ព្រះអង្គគឺចូលក្នុងសម័យអង្គរហើយតាមអរិយធម៌អង្គរឯរាជធានីបុរាណដែលនៅសម្បូរព្រៃគុកនេះដែលកើតឡើងតាំងពីព្រះបាទមហេន្ទ្រវរ្ម័នទី1និងព្រះបាទអេសនវរ្ម័នទី1វាមាននរណាយកចិត្តទុកដាក់បានជាព្រះអង្គចាប់ផ្ដើមកសាងប្រាសាទស្រីភក្ត្រេស្វរៈដែលយើងហៅថាប្រាសាទតោនេះតើបានដែលយើងឃើញសាទតោប្រជាជនហៅថាប្រាសាទតោបារាំងបានកត់ឈ្មោះប្រាសាទនៅម្ដុំក្រុមកណ្ដាលនឹងដាក់យកនិមិត្តរូបអក្សរសេនឹងតើបានដែរសេនឹងមានន័យអក្សរស្រែហើយបងលេខសេអងសេឌឺសេត្រសេកាត់ទៅរហូតទៅដល់គេមើលប្រាសាទចំនួនទួលប្រាសាទចំនួនប្រាសាទដែលមាននៅសល់នៅសល់តែមិនច្រើនប្រមាណទេដែលលំបាក់បែកអស់នៅតិចទីអស់ដល់បោកទាំងទួលប្រាសាទបោកទាំងប្រាសាទដែលលំបោកនឹងប្រាសាទដែលនៅមានរូបរាងទៅឃើញមានចំនួន42ប្រាសាទបានយកប្រាសាទតោជាតំណាងឲ្យក្រុមប្រាសាទសម្បូរព្រៃគុកកណ្ដាលតែប្រាសាទតោមិនមែននៅក្នុងរចនាបថសម្បូរព្រៃគុកទេដែលយើងមើលឃើញនេះគឺនៅក្នុងរចនាបថគូលែនទេហើយជាប្រាសាទដែលទៅថ្វាយចំពោះព្រះសិវៈទ្រង់ព្រះនាមស្រីគម្ភិរេស្វរៈដែលជាសិវៈប្រកបដោយអំណាចអមតៈទាំង9ប្រការហ្នឹងហើយម្ល៉េះហើយបានសក្តីក្រៅពីប្រាសាទតោនៅក្រុងកណ្ដាលសុទ្ធតែជាប្រាសាទដែលបានសាងឡើងនៅចុងសតវត្សចុងសតវត្សទីនៅក្នុងសតវត្សទី7ទី7និងចុងសតវត្សទី5 8